សាច់គោបំពងក្នុងសម្បុកបងប្អូនកុំឆ្ងល់ថាមួយមុខនេះមិនបានឈ្មោះអញ្ចឹងតិចថាយកសម្បុកចាបមកដាក់អីទៅមែនទេណាដូចឃើញអញ្ចឹងដោយសារមើលទៅដូចសម្បុកចាបអញ្ចឹងសំខាន់រសជាតិឆ្ងាញ់ហើយប្លែកទៀតហើយវីដេអូនេះដំណើរការទៅបានក៏មិនភ្លេចដល់ True Home ផងដែរបើសិនជាបងប្អូនចង់សាងសង់ផ្ទះនៅក្នុងក្តីស្រមៃសង់ដោយទំនុកចិត្តអាចជ្រើសរើសជាមួយនឹងក្រុមហ៊ុន True Home បានឥឡូវនេះយើងចាប់ផ្ដើមមកធ្វើគ្រឿងដំបូងខ្ញុំចិញ្ច្រាំខ្ទឹមសឲ្យរាងមាត់បន្តិចមកបងប្អូនខ្ទឹមសយើងប្រើ3 4 5 កំពឹសចឹងមកហើយរួចហើយខ្ញុំចាប់ផ្ដើមមកហាន់ខ្ញីហើយខ្ញីយើងចិញ្ច្រាំឲ្យមាត់ដូចគ្នាបន្ទាប់ពីយើងច្រាំខ្ទឹមហើយខ្ញីរួចហើយបងប្អូនខ្ញុំចាប់ផ្ដើមមកហាន់សាច់គោហើយចំពោះសាច់គោវិញបងប្អូនអាចជ្រើសរើសយកសាច់កន្លែងណាដែលរាងផុយល្អតិចមកថ្ងៃនេះខ្ញុំប្រើសាច់ច្រឡកបងប្អូនហើយយើងហាន់ដុំៗប៉ុណ្ណឹងមកយើងអត់ប្រើតូចពេកទេសម្រាប់បងប្អូនដែលមើល page ញ៉ាំយូរហើយតែអត់ទាន់បាន like ឬក៏ follow page ញ៉ាំទេបងប្អូនកុំភ្លេចជួយ like ហើយនិង follow page ញ៉ាំម្នាក់មួយផងណានៅពេលដែលយើងហាន់សាច់គោរួចហើយเราចាប់ផ្ដើមប្រឡាក់គ្រឿងទុកសិនយើងដាក់ខ្ទឹមសហើយនិងខ្ញីចូលមកបន្តមកទៀតយើងដាក់ម្សៅស៊ុបប៊ីចេងស្ករសទឹកស៊ីអ៊ីវបន្តិចមកបងប្អូនរួចហើយចុងក្រោយនេះប្រេងខ្យងយើងដាក់គ្រឿងប៉ុណ្ណឹងរួចហើយយើងច្របល់ឲ្យសព្វសិនមកបងប្អូនយើងកូរច្របល់ឲ្យចូលគ្នាចូលជាតិគ្នាល្អតិចមកបងប្អូនឲ្យសព្វគ្រឿងនឹងល្អជាមួយនឹងសាច់គោតិចមករួចហើយខ្ញុំបន្ថែមជាមួយនឹងស្រាចិនបន្តិចប្រេងល្ងបន្តិចប្រេងល្ងនេះជួយមែនទែនធ្វើឲ្យសាច់គោរបស់យើងនឹងទន់ឈ្ងុយបានល្អទៀតផងរួចហើយយើងច្របល់ម្ដងទៀតបងប្អូនច្របល់ឲ្យសព្វល្អសិនមកនៅពេលដែលសព្វល្អហើយយើងទុកម្លាយសិនបន្ទាប់ពីនឹងទៀតមកបងប្អូនឥឡូវនេះចាំបាច់យើងមកធ្វើសម្បុកហើយអញ្ចឹងហើយយើងត្រូវដំគល់សក្រីនឹងឲ្យទក់ល្អមែនទែនហើយឲ្យចេញជាសរសៃបងប្អូនឥឡូវនេះខ្ញុំដំប៉ុណ្ណឹងហើយខ្ញុំបេះតិចមកដើម្បីឲ្យចេញជាសរសៃតូចមកយើងងាយស្រួលនៅក្នុងការបំពងហើយចេញជារូបរាងសម្បុកផងដែរអញ្ចឹងហើយឥឡូវទុកម្លាយសិនបងប្អូនឥឡូវនេះយើងចាប់ផ្ដើមដាក់ប្រេងឲ្យក្តៅបងប្អូនឆ្លៀតពេលដែលយើងដាក់ប្រេងក្តៅហ្នឹងខ្ញុំបន្ថែមម្រេចមាន់លើសាច់គោបន្តិចរួចហើយយើងថែមជាមួយនឹងម្សៅមីបន្តិចមកយើងច្របល់ម្សៅមីហើយនិងសាច់គោហ្នឹងឲ្យសព្វគ្នាល្អមកនៅពេលដែលប្រេងយើងក្តៅល្អអញ្ចឹងហើយយើងយកសាច់គោយើងយកមកដួសប្រេងស្រោចពីលើបែបហ្នឹងសាច់គោរាងសពប់ល្អបន្តិចហើយបានខ្ញុំតម្លាក់សាច់គោចូលនៅក្នុងប្រេងតែម្ដងនៅពេលដែលយើងស្រោចប្រេងបែបហ្នឹងគឺធ្វើឲ្យម្សៅមីដែលយើងប្រឡាក់ជាមួយសាច់គោហ្នឹងជាប់ជាមួយនឹងសាច់គោបានល្អបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមទម្លាក់ចូលហើយនៅពេលដែលទម្លាក់ចូលហើយយើងកូរឲ្យសព្វជាមួយនឹងប្រេងតិចមករួចហើយយើងបន្ថែមជាមួយនឹងគល់សក្រីបងប្អូនគល់សក្រីដែលយើងដំទុកហ្នឹងយើងដាក់ចូលមកដាក់ចូលឲ្យមានក្លិនជាមួយនឹងសាច់គោយើងធ្វើបែបនេះក្លិនឈ្ងុយមែនទែនណាបងប្អូនសាច់គោយើងមានក្លិនឈ្ងុយចេញពីគល់សក្រីនឹងផងចេញពីគ្រឿងផ្សំដែលយើងប្រឡាក់នឹងផងហើយយើងកូររហូតដល់សាច់គោរបស់យើងក៏ឡើងស្រួយបានល្អគល់សក្រីក៏ស្រួយបានល្អទើបយើងស្រង់ចេញដោយសារយើងបំពងបែបនេះបងប្អូនទើបខ្ញុំកាត់សាច់គោជាដុំដើម្បីកុំឲ្យសាច់គោរបស់យើងខ្សោះបងប្អូនកាលណាសាច់គោដុំតូចពេកយើងឆ្អិនទៅយើងយកទៅញ៉ាំយើងបំពងបែបនេះអាចនឹងធ្វើឲ្យសាច់ខ្សោះអញ្ចឹងហើយយើងត្រូវកាត់ដុំរាងធំអញ្ចឹងដែរនៅពេលដែលយើងបំពងគល់សក្រីជាមួយនឹងសាច់គោស្រួយបានល្អអញ្ចឹងហើយចុងក្រោយនេះខ្ញុំបន្ថែមជាមួយនឹងស្លឹកកត្រូបហើយស្លឹកកត្រូបនេះក៏ជួយក្លិនដែរស្លឹកកត្រូបនេះគេប្រើនៅពេលដែលស្លម្ជូរស្លអីចឹងបងប្អូនស្លឹកនឹងអាចយើងយកមកដាក់បែបហ្នឹងមកវាជួយក្លិនហើយវាធ្វើឲ្យមានពណ៌ស្អាតនៅក្នុងហ្នឹងដែរឥឡូវនេះរួចរាល់ហើយបងប្អូនយើងយកមកដាក់នៅលើកញ្ច្រែងយើងមួយចឹងមកបន្តមកទៀតយើងយកគល់សក្រីរបស់យើងដែលយើងបំពងហ្នឹងយើងយកមករៀបបែបហ្នឹងមកបងប្អូនត្រប់ពីក្រោមបាតចានរួចហើយយើងដាក់សាច់គោរបស់យើងហ្នឹងពីលើបែបហ្នឹងមកឃើញថាចេញរូបរាងសាច់គោនៅក្នុងសំបុកមែន
ហើយចុងក្រោយនេះខ្ញុំរោយជាមួយនឹងម្ទេសហើយនឹងដើមខ្ទឹមបន្តិចមកបងប្អូនអញ្ចឹងសាច់គោបំពងក្នុងសម្បុករបស់ខ្ញុំគឺរួចរាល់បងប្អូនងាយស្រួលនៅក្នុងការធ្វើទេអត់ពិបាកទេហើយគ្រឿងផ្សំវិញក៏អត់សាំញ៉ាំដែរប៉ុន្តែអីដែលសំខាន់ហ្នឹងគឺរសជាតិហើយចុងក្រោយយើងជ្រលក់ជាមួយនឹងទឹកម្រេចបែបនេះបងប្អូនទឹកម្រេចយើងថែមម្ទេសហុយអញ្ចឹងតិចមកគឺថាជាតិតែម្ដងអញ្ចឹងបងប្អូនកុំភ្លេចសាកល្បងចម្អិនញ៉ាំទាំងអស់គ្នាណាហើយអរគុណបងប្អូនទាំងអស់គ្នាផងដែរសម្រាប់ការតាមដានទស្សនាការចម្អិនរបស់ខ្ញុំថ្ងៃនេះបងប្អូនកុំភ្លេចជួយ like share comment វីដេអូរបស់ខ្ញុំទាំងអស់គ្នាផងណាអរគុណ